ngày thọ mà đá bàn tịch tua ấy chân xịt nó tới phía từ cho chở mong hay dương miên một là bỏ ở bên kia pro dương pro si ban trà đó bông má to tại miên con sơ lá bắn phải lo hay miên chỉ ngày sợ thông sợ ấy chứ ផ្លូវថ្មើរជើងចាក់ទៅមុខឬប្រជាជនខ្មែរនិយមហៅថា Walk Street ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវតេរវិថីព្រះស៊ីសុវត្ថិគិតចាប់ពីផ្លូវលេខ 94 លាតសន្ធឹងតាមបណ្ដោយមាត់ទន្លេរហូតដល់មុខព្រះបរមរាជវាំង ផ្លូវថ្មើរជើងចាក់ទៅមុខជាកន្លែងកម្សាន្តថ្មើរជើងដែលប្រជុំទៅដោយភាពរីករាយនាពេលរាត្រីជារៀងរាល់ថ្ងៃសៅរ៍និងអាទិត្យខណៈបច្ចុប្បន្នផ្លូវថ្មើរជើងចាក់ទៅមុខកំពុងទទួលបានការពេញនិយមពីមួយថ្ងៃទៅមួយថ្ងៃពីសំណាក់ប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិតែយ៉ាងណាផ្លូវថ្មើរជើងចាក់ទៅមុខមិនត្រឹមតែជាកន្លែងកម្សាន្តដ៏ពេញនិយមប៉ុណ្ណោះទេក៏ជាកន្លែងប្រជុំទៅដោយអាជីវករតូចធំលក់ដង្ហែតាមមាត់ទន្លេដែលជំរុញឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃផងដែរអ្នកស្រីអ៊ុំសោភ័ណ្ឌអាយុ 50 ឆ្នាំជាអាជីវករលក់សម្ភារៈក្មេងលេងនិងភេសជ្ជៈកំប៉ុងបាននិយាយថាគិតចាប់ពីផ្លូវថ្មើរជើងចាក់ទៅមុខសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី 21 ខែមិថុនាឆ្នាំ 2025 កន្លងមកការលក់ដូរបានល្អប្រសើរជាងមុនប្រភពបន្តថាអ្នកស្រីលក់នៅទីនេះប្រហែល 9 ឆ្នាំមកហើយកាលពីមិនទាន់មានផ្លូវថ្មើរជើងអ្នកស្រីលក់បានប្រមាណ 30 ទៅ 40 ម៉ឺនរៀលទេក្នុងមួយថ្ងៃប៉ុន្តែក្រោយមកផ្លូវថ្មើរជើងដំណើរការអ្នកស្រីរកចំណូលបានចន្លោះពី 40 ទៅ 50 ម៉ឺនរៀលដែរក្នុងមួយថ្ងៃថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃធម្មតាបានតិចតួចអីចឹងទៅអត់មានមនុស្សដើរតែថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃសិលអីរៀងគ្រាន់ 30-40 ម៉ឺនអីចឹងទៅដល់ពេលយើងហត់ស្រីតអញ្ចឹងយើងអាចលើកខ្សែជាងអីហាអីចឹងទៅដោយថ្ងៃហាក់មិនខុសគ្នាទេលោក Harris មានអាយុ 40 ឆ្នាំជាអាជីវករលក់នំបញ្ចុករស់នៅខណ្ឌឫស្សីកែវរាជធានីភ្នំពេញបានអះអាងថាគិតចាប់ពីផ្លូវថ្មើរជើងចាក់ទៅមុខបានបើកដំណើរការមកមានភ្ញៀវច្រើនលក់បានកម្រៃល្អប្រសើរជាងមុនលោកបន្តថាថ្ងៃធម្មតាលក់មិនសូវដាច់ទេចន្លោះពី 8 ទៅ 10 គីឡូនំបញ្ចុកគិតជាកម្រៃប្រមាណជាង 10 ម៉ឺនរៀលក្នុងមួយថ្ងៃប៉ុន្តែចុងសប្តាហ៍លោកលក់បានចន្លោះពី 20 គីឡូនំបញ្ចុកគិតសាច់ប្រាក់ប្រមាណ 30 ម៉ឺនរៀលដែរក្នុងមួយថ្ងៃប្រភពបន្តថាតាំងពីផ្លូវថ្មើរជើងចាក់ទៅមុខបើកដំណើរការជាផ្លូវការមកលោកលក់តាមបណ្ដោយផ្លូវនេះជិត 1 ឆ្នាំមកហើយមានបោកសិតហ្នឹងទៅភ្ញៀវទេសចរច្រើនហ្មងហើយយើងមានមុខរបរឲ្យប្រជាពលរដ្ឋយើងរកស៊ីបានច្រើនណាបងថ្ងៃធម្មតាលក់ត្រឹមប៉ុណ្ណឹងបើសារទឹកមានលក់បបរលក់គុយទាវឆាលក់អីតាមនឹងដង្ហែរហូតដល់ផ្សាររាត្រីដោយស្រឡះពីអាជីវករពីររូបខាងលើអ្នកស្រីឡៃលីនអាយុ 60 ឆ្នាំជាអ្នកលក់ទៀនធុកស្លាផ្កាឈូកដែលជាគ្រឿងសម្រាប់សែនព្រេនមានប្រសាសន៍ថាចាប់តាំងពីបើកផ្លូវថ្មើរជើងចាក់ទៅមុខជាផ្លូវការមកអ្នកស្រីលក់មិនសូវបានដូចមុនទេដោយមូលហេតុភ្ញៀវទេសចរច្រើនដែរតែគេមិនសូវជួយទិញទេបើគិតទៅចាញ់ឆ្នាំ 2024 នឹងការផ្ទុះជំងឺ COVID-19 ផងការនោះតានតឹងមែនតែលក់ដាច់គូសមអ្នកស្រីបន្តថាបច្ចុប្បន្ននេះថ្ងៃធម្មតាទូទៅលក់មិនបានផ្កាឈូក 100 តងផងបើគិតជាសាច់ប្រាក់លក់មួយថ្ងៃបានប្រមាណ 35,000 ទៅ 40,000 រៀលទូទាត់ទៅសឹងតែមិនសល់បាន 20,000 រៀលផងលោកគាត់បើតតែមានកូនសិស្សសាលាបន់ប្រឡងហើយមានដូចជាថ្ងៃសិលធំសិលអីចឹងណាចាហើយបើសិលធម្មតាគ្មានសូវមានមនុស្សទេសិលតូចក៏សិលធំមានមនុស្សច្រើនចាគេហទំព័រសាលាក្រុងភ្នំពេញឲ្យដឹងថាផ្លូវថ្មើរជើងនេះគម្រោងបង្កើតក្នុងទិសដៅលើកម្ពស់ទៅដល់វិស័យទេសចរក្នុងស្រុកតាមពិតទៅគម្រោងនេះត្រូវដាក់ឲ្យដំណើរការតាំងពីមុនឆ្នាំ 2019 មកម្លេះប៉ុន្តែដោយសារតែវិបត្តិសកលនៃជំងឺ COVID-19 ដូច្នេះគម្រោងនេះត្រូវបានផ្អាករយៈពេលខ្លីមុននឹងបើកបម្រើសេវាកម្មនេះពេលនេះដោយឡែកលោកវ៉ុនពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងថាការបើកដំណើរការវិថីថ្មើរជើងចាក់ទៅមុខជារឿងល្អមួយសម្រាប់អាជីវករលក់ដូរតាមដងវិថីនិងជាឱកាសបង្កើតប្រាក់ចំណូលរបស់អាជីវករខ្ញុំយល់ឃើញថាវាជាបដូរមួយដែលឡារីទីពេញធ្វើកន្លែងបោកស៊ីអនុញ្ញាតឲ្យបងប្អូនអាជីវករលក់ដូរទៅបីលក់មួយចំនួនបងលុយតែថ្ងៃផ្នែកមាត់ទន្លេលក់ហ្វ្រីក៏ដោយក៏ប៉ុន្តែវាជាការរកប្រាក់ចំណូលម